សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះពិធីប្រកាសតែងតាំងសមាជិកគណៈកម្មាធិការអភិវឌ្ឍដីធ្លីនិងសំណង់ថ្នាក់កណ្ដាលអាណត្តិទី1ក្នុងឱកាសដ៏វិសេសវិសាលនេះយើងខ្ញុំសូមអបអរសាទរចំពោះថ្នាក់ដឹកនាំឆ្នាំទាំងពីររូបអង្គការសាស្ត្រាចារ្យបណ្ឌិតជេងខេងដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការលោកជំទាវអង្គញាប៊ុនណាវីដែលត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មាធិការកម្មវិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី1ខែមេសាឆ្នាំ2029កន្លងទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអង្គការសាស្ត្រាចារ្យសមូហកម្មបណ្ឌិតលីសូភៀបការតែងតាំងខឹងអាណត្តិទី1នេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណេះដឹងបទពិសោធន៍និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោកអង្គញានិងលោកជំទាវអង្គញាក្នុងការរួមចំណែកអភិវឌ្ឍវិស័យដីធ្លីនិងសំណង់នៅកម្ពុជាឲ្យកាន់តែរឹងមាំនិងមានសក្តានុពលខ្លាំងក្លាថែមមួយកម្រិតទៀតសូមជូនពរលោកអង្គញាលោកជំទាវអង្គញានិងថ្នាក់ដឹកនាំទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ចនិងបន្តនាំមកនូវការអភិវឌ្ឍថ្មីៗជូនជាតិមាតុភូមិ